Sầm một hai vơi. Ni hai chỉ cam pia nu. ប្រញាប់ទេហៅប៉ូលីសទៅហើយតាក់ទងទៅពេទ្យឲ្យលឿនទៅកុំបណ្ដោយឲ្យពួកវាពីរនាក់ងាប់នៅទីនេះឲ្យសោះនាំតែពិបាកតាមជូតគូតពួកវាទៀតបាទខ្ញុំទៅឥឡូវហើយថៅកែពិនិត្យឃើញគោលដៅសិនស៊ីនយីមានបំរែបំរួលអារម្មណ៍កម្រិតជាចាប់99កម្រិតភ័យខ្លាច99កម្រិតអស់សង្ឃឹម99ទទួលបានពិន្ទុវិវត្ត28ពិន្ទុវិវត្តបច្ចុប្បន្ន764លើ800ពិនិត្យឃើញគោលដៅកៅសៀងមានបំរែបំរួលអារម្មណ៍កម្រិតជាចាប់និងភ័យខ្លាច99កម្រិតបាក់ទឹកចិត្ត99ទទួលបានពិន្ទុវិវត្ត22ពិន្ទុបច្ចុប្បន្ន786លើ800ពិនិត្យឃើញបំរែបំរួលអារម្មណ៍ពីហ្វូងមនុស្សក្នុងសន្និសីទអារម្មណ៍ចម្រុះភ្ញាក់ផ្អើលស្អប់ខ្ពើមពេញចិត្តទទួលបានពិន្ទុវិវត្ត36ពិន្ទុបច្ចុប្បន្ន822លើ800បន្ទុកប្រព័ន្ធសរសៃប្រសាទ22រាប់ថយក្រោយការវិវត្តលើកក្រោយ23ម៉ោងនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអ្វីដែលពួកឯងជំពាក់ឯងការដាក់ទុនកម្មប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេវើយព័ត៌មានទាន់ហេតុការណ៍រឿងដ៏ចម្លែកមួយបានកើតឡើងនៅឯសន្និសីទតែងតាំងប្រធានថ្មីនៃក្រុមហ៊ុនជាងឃ្មុំរាប់ម៉ឺនក្បាលបានវាយប្រហារជាមួយនឹងពាក្យចាមអារ៉ាមថាលួចមានសហាយនិងសម្លាប់ប្តីខ្លួនឯងបិទវាចោលឲ្យអស់ទៅឮទេដល់ម៉ោងដូរឆ្នាំហើយកុំរើផ្ដេសផ្ដាស់ប្រយ័ត្នរបូតដំចូលទៀតគ្មាននរណាមកចាក់ឲ្យនាងជាលើកទី2ទេណាអូយឈឺហាថ្នមបន្តិចទៅមើលបើខ្លាចឈឺកុំធ្វើរឿងអាក្រក់ទុច្ចរិតពេកឥឡូវពេញមួយពេទ្យនេះអ្នកណាក៏ដឹងរឿងពួកនាងដែរគ្រាន់តែមានអ្នកមកដូរថ្នាំឲ្យនឹងចាត់ទុកថាសំណាងហើយគិតមិនទៅអូនឥឡូវគេដឹងឮពេញភូមិអស់ហើយប៉ូលីសច្បាស់ជាស៊ើបដឹងរឿងពួកយើងមិនខានទេពិតមកទៅបើមិនមែនមកពីឯងវាអត់បានការសំបីតែជ្រូកមួយក្បាលក៏ចាត់ការមិនបានតើពួកយើងអាចធ្លាក់ខ្លួនដល់ថ្នាក់នេះទេចុះឯងមកបន្ទោសអញមិនកើតអាមួយហ្នឹងវាមិនមែនជាជ្រូកធម្មតាណាវាចេះបញ្ចេញភ្លើងអគ្គិសនីថែមទាំងចេះហោះទៀតវាជាបិសាចឈ្មោះហាគឺបន្ទប់មួយនឹងហើយឮថាជំរុញប្តីទម្លាក់ជ្រូកសម្លាប់ចោលហើយមិនព្រមឲ្យពុកក្មេកវះកាត់ទៀតចិត្តខ្មៅយំក្នុងណាស់នឹងហើយបានជាឃ្មុំតិចតែពួកវាពីរនាក់នោះនេះច្បាស់ជាកម្មពៀតាមទាន់ហើយតើនិយាយតិចទៅប្រយ័ត្ននាងឮចេញឲ្យផុតទៅវើយអគ្គនាយកសិនស្ថានភាពជំងឺរបស់លោកប្រធានជាងស្រាប់តែធ្លាក់ចុះដុនដាបខ្លាំងណាស់សរសៃឈាមក្រហមរបស់គាត់មានសញ្ញាហែកហើយត្រូវតែធ្វើការវះកាត់ជាបន្ទាន់បើមិនអញ្ចឹងទេច្បាស់ជាហួសពេលមិនខានឡើយតើខ្ញុំមិនបានប្រាប់ហើយទេអីថាត្រូវព្យាបាលតាមអាការៈនោះគាត់ចាស់ហើយគាត់ទ្រាំនឹងការវះកាត់មិនបានទេព្យាបាលតាមអាការៈគឺរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះអ្នកស្រីសឿនលោកប្រធានជាងឥឡូវកំពុងសង្គ្រោះបន្ទាន់នៅបន្ទប់អេគេគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់វិនាទីក្នុងនាមជាសាច់ញាតិអ្នកស្រីមានកាតព្វកិច្ចស៊ីញេដើម្បីជួយសង្គ្រោះគាត់មើលចុះនាងនៅតែមិនព្រមស៊ីញេទៀតចិត្តអាក្រក់ម្លេះនឹងហើយនោះជាឪពុកក្មេកនាងតើបើជាខ្ញុំវិញខ្ញុំស៊ីញេយូរហើយទោះត្រូវលក់ឡាយឡងទ្រព្យសម្បត្តិអស់ក៏ដោយអូនឬមួយក៏យើងស៊ីញេទៅមានគេកំពុងមើលច្រើនណាស់ណាបើនៅតែរឹងរូសទៀតមិនដឹងថាគេនិយាយដើមយើងដល់ណាទេខ្ញុំស៊ីញេក៏បានតែសូមនិយាយឲ្យច្បាស់ពីដំបូងមករាល់ហានិភ័យវះកាត់ពួកឯងជាអ្នកទទួលខុសត្រូវខ្លួនឯងបើគាត់ស្លាប់នៅលើគ្រែវះកាត់គឺអត់មានពាក់ព័ន្ធអីជាមួយខ្ញុំទេណាខ្ញុំទៅឥឡូវហើយត្រូវបញ្ជូនគាត់ចូលបន្ទប់វះកាត់ភ្លាមម៉ែខ្ញុំមើលវីដេអូនេះហើយខឹងទម្លាក់ចានបាយខ្ទេចគាត់ថារស់មក50ឆ្នាំហើយមិនដែលឃើញស្រីណាមានជីវិតចៃទេហើយលួចលាក់មានសហាយតាំងពីរៀនមហាវិទ្យាល័យមកឪពុករបស់ទាំងវីដេអូបែរជាយកទៅលើក្រៅពីពេលដល់ពេលមកទៅជាជាងយីចូលសង្កត់ហើយសូម្បីតែចាស់សូម្បីតែទេវតាហ៊ានទៅស្នេហ៍ដែរមកសការរបស់នាងប្រហែលជាកែស៊ីបាត់ហើយគួរឲ្យខ្លាចណាស់មើលចុះនេះហើយជាលទ្ធផលនៃការយកប្រពន្ធខុសនោះពួកអាចង្រៃអត់ប្រយោជន៍ចេះតែស៊ីបាយទេអីហាចប់ហើយចប់អស់ហើយឥឡូវគ្រាន់តែដើរតាមផ្លូវក៏មានគេចំណាំមុខយើងបានដែរអំបញ្ញមិញពេទ្យផ្លាស់រំរបួសឲ្យបងគេខ្លាញ់តែយកសម្លេងមកចាក់សង្កត់លើមុខរបួសបងមកចប់ស្អីដែលចប់ក្រុមហ៊ុនជាងគ្រប់នៅតែស្ថិតក្នុងដៃយើងតើឲ្យតែបានសម្បត្តិមរណភាពរបស់ជាងយីមកយើងនឹងអាចបង្វែរភាគហ៊ុនទៅជាលុយសុទ្ធហើយហោះចេញទៅក្រៅប្រទេសទាំងយប់តែម្ដងវាមិននឹងអាចទៅរួចក្រោយសន្និសីទកាសែតអាចជាងយីវាមិនទាន់ងាប់ទេវាមកសងសឹកយើងវិញហើយអាចជាងយីវាងាប់បាត់យូរហើយ
យើងឃើញវាធ្លាក់ចូលជ្រោះនឹងភ្នែកខ្លួនឯងតើសាកសពវាក៏អញធ្លាប់ឃើញដែរវាមិននឹងអាចនៅរស់បានមកពីអាចជ្រូកងាប់នោះទាំងអស់ តែយើងនិយាយគ្មានអ្នកណាជួទេហើយពេលនេះក្រុមរុករកបានចុះកាយភ្នំក្រោយដល់ទៅ3ដងសំបីតែឆ្អឹងមួយកង់ក៏រកមិនឃើញដែរ រោគមិនឃើញក៏រោគសាកសពคล้ายៗមកជំនួសមកជ្រោះនៅភ្នំក្រោយជ្រៅប៉ុណ្ណឹងធ្លាក់ទៅបែកឆ្អឹងខ្ទេចសាច់ជារឿងធម្មតាទេរោគសាកសពអនេថាណាមួយដែលរាងកម្ពស់និងទម្ងន់ប្រហែលវាទៅហើយវាមុខឲ្យខ្ទេចរួចដឹកកំទេចឲ្យមើលលែងស្គាល់ទៅមានអ្នកណាចំណាំបានប៉ូលីសច្បាស់ជាសន្និដ្ឋានថាជាគ្រោះថ្នាក់មិនខាន មិនបានទេមិនបានដាច់ខាតឪពុករបស់អាជាងនៅរស់នៅឡើយគាត់អាចធ្វើតេស្ត DNA បានត្រួតពិនិត្យតែបន្តិចគឺបែកការហើយ បើចឹងធ្វើឲ្យគាត់ធ្វើតេស្តលេងបានទៅ ដឹកវាឲ្យឆេះមាត់សំបីតែសក់មួយសរសៃក៏គុំទុកអសរដែរចាំដល់ពេលភ្លើងរលត់នឹងគ្មានអ្នកណាដឹងទេថាមានអ្នកណាដេកនៅទីនេះហើយក៏គ្មានអ្នកណាអាចធ្វើតេស្តណាស្អីបានទៀតដែរឆេះទៅឆេះកំតិចអស់ទៅអាចយ៉ាងជីអាតាចាស់ចរះពួកឯងទៅងាប់ឲ្យអស់ទៅអ្វីគ្រប់យ៉ាងរបស់គ្រួសារជាងគឺជារបស់អញតែម្នាក់គត់ ទ្រាំមួយយប់ទៀតទៅណាថ្ងៃស្អែកពេលវះកាត់ចប់ហើយខ្ញុំនឹងនាំឯងចេញពីទីនេះហើយសិនស៊ីនយីកៅសៀង ជួយមនុស្សសិន នៅខាងក្នុងមានអ្នកជំងឺជាង20នាក់ទៀតណាលោកគ្រូហើយនៅមានអ្នកជំងឺក្នុងបន្ទប់អ៊ីកទៀត ចប់ហើយវើយក្នុងបន្ទប់អ៊ីគិសុទ្ធតែអ្នកជំងឺធ្ងន់ធ្ងរយើងមិនអាចជំលះទាន់ពេលនោះទេ មិនអីទេណា ប្រព័ន្ធរកឃើញគោលដៅឪពុករបស់ជាងមានបំរែបំរួលអារម្មណ៍ទទួលបានពិន្ទុវិវត្ត50ប្រព័ន្ធរកឃើញគោលដៅក្រុមអ្នកជំងឺក្នុងមន្ទីរពេទ្យមានបំរែបំរួលអារម្មណ៍ជាស្មោះភាព
ទទួលបានពិន្ទុវិវត្ត2800ប្រព័ន្ធរកឃើញគោលដៅក្រុមបុគ្គលិកពេទ្យមានបម្រែបម្រួលអារម្មណ៍ជាស្មោះភាពទទួលបានពិន្ទុវិវត្ត3500ប្រព័ន្ធរកឃើញគោលដៅក្រុមគ្រួសារអ្នកជំងឺមានបម្រែបម្រួលអារម្មណ៍ជាស្មោះភាពទទួលបានពិន្ទុវិវត្ត5200 សិនស៊ីនយីកៅសៀងពួកឯងជំពាក់អញជំពាក់ឪពុកអញនឹងទារមកវិញទាំងដើមទាំងការទារមកវិញទាំងអស់មកបន្ទប់ឯកចេះឡើងខ្ទេចគ្មានសល់តែអាយុខ្លីនោះសំបីតែឆ្អឹងក៏រកមិនឃើញដែរឯកសារទទួលមរតកនោះអូនបានឲ្យមេធាវីរៀបចំរួចរាល់អស់ហើយចាំតែដល់ថ្ងៃស្អែកទ្រព្យសម្បត្តិទាំងអស់របស់ជាងហ៊ីនឹងធ្លាក់មកក្នុងដៃអូនទាំងអស់មិនឲ្យបាត់មួយរៀលណាឡើយហ្មងស៊ីនយីមានរឿងអីនឹងបងមិនអាចទេពកក្រោយភ្លាមទៅប្រញាប់បើកចេញទៅវើយលឿនឡើងលឿនជាងនេះបន្តិចទៅមើលដំរីមួយក្បាលនោះដេញតាមទាន់ឥឡូវហើយមិនអាចទេដំរីស្អីរត់លឿនជាងឡានអញ្ចឹងជន់លបឿនថែមទៅឲ្យលឿនឡើងវើយជួយផងមានអ្នកណាជួយពួកយើងទេវាមកដល់ហើយវាពិតជាមកមែនហើយហាឯងជាសត្វស្អីឲ្យប្រកាសទៅហាលោកតាដំរីអភ័យទោសឲ្យខ្ញុំផងខ្ញុំខុសហើយខ្ញុំពិតជាខុសមែនថ្ងៃក្រោយខ្ញុំលែងហ៊ានទៀតហើយកុំវាយខ្ញុំអីកុំវាយអីទេកុំទម្លាក់ខ្ញុំចោលអីជួយផងព្រមានប្រព័ន្ធពិនិត្យឃើញថាម្ចាស់កំពុងប៉ុនប៉ងផ្ដាច់ជីវិតមនុស្សសូមបញ្ឈប់ជាបន្ទាន់បើមិនដូច្នេះទេយន្តការវិវត្តថយក្រោយនឹងត្រូវដំណើរការហើយនឹងបាត់បង់ស្មារតីជាមនុស្សជារៀងរហូតអញដឹងហើយបិទមាត់ទៅអញគ្រាន់តែបន្លាចពួកវាទេឲ្យពួកឯងស្លាប់វាងាយស្រួលពេកហើយទីនេះជាកន្លែងណាទៅ
ដំរីគឺអាដំរីមួយនឹងហើយវាចាប់ពួកយើងមកទីនេះជួយផងអើយបន្លាចពួកវាឲ្យចាស់ដែរម្ដងមើលមានពស់វាឡើងលើខ្លួនអញហើយវើយចេញទៅកុំមកចិត្តអញណាកុំមកចិត្តវើយកុំមកចិត្តណាជួយផងអញមិនចង់ងាប់ទេវើយកៅសៀងអាមនោះកុំសាកឯងងាប់មិនបានល្អទេហ្វូម៉ែអើយពស់ច្រើនណាស់កុំខំអញណានេះមិនមែនសឿនស៊ីនយីនិងកៅសៀងទេអីអាសត្វត្រឆានពីរនាក់នឹងដែលសម្លាប់ឪពុកក្មេកខ្លួនឯងនោះតើពួកវានឹងមែនហើយមិនបានធ្លាក់ខ្លួនដល់ថ្នាក់នឹងចុះនាងស្រីចង្រៃយៈសំបីតែឪពុកក្មេកខ្លួនឯងក៏ហ៊ានសម្លាប់ដែរអញវាឲ្យងាប់អាពួកនេនគុណឥឡូវហ្នឹងចេញពីក្រុងយើងទៅពួកឯងមិនស័ក្តិសមធ្វើមនុស្សទេវើយចប់អស់ហើយឥឡូវយើងគិតមិនទៅហាប្រមូលអីវ៉ាន់ចេញទៅក្រៅស្រុកទៅឥឡូវនេះម៉ោងលែងត្រឡប់មកវិញហើយលោកស្រីប្រធានសឿនមានរឿងធំហើយពេលនេះម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងរួមគ្នាដាក់ពាក្យបណ្ដឹងអ្នកទាំងពីរក្នុងរយៈពេល3ឆ្នាំមកនេះពួកអ្នកបានកេងប្រវ័ញ្ចទ្រព្យសម្បត្តិក្រុមហ៊ុនអស់ជាង120លានហើយមេធាវីរបស់លោកឪពុកជាងក៏បានដាក់ពាក្យបណ្ដឹងដែរបណ្ដឹងពួកអ្នកពីបទប៉ុនប៉ងមនុស្សឃាតនិងបោះបង់ចោលតុលាការបានបង្កប់ទ្រព្យសម្បត្តិទាំងអស់ដែលមានឈ្មោះពួកអ្នកហើយរួមទាំងខុនដូមួយនេះភាគហ៊ុនទាំងអស់និងប្រាក់ក្នុងធនាគារពួកយើងចប់មែនតែនហើយតើទូរទស្សន៍សត្វដំរីទេផ្លុំទឹកពន្លត់ភ្លើងជួយសង្គ្រោះមន្ទីរពេទ្យពីអគ្គិភ័យបានជោគជ័យដំរីមួយក្បាលនេះមិនក៏មើលទៅកាន់តែស្គាល់អញ្ចឹងហាភ្នែករបស់វាគឺជាគាត់តើជាងជៀនយុនគាត់ខ្លាយជាដំរីត្រឡប់មកសងសឹកវិញហើយសត្វឃ្មុំទាំងនោះក៏ជាស្នាដៃគាត់ដែរ